ឥឡូវនេះយើងជួបជាមួយការ unboxing បន្តទៀតតាក់ទងជាមួយ guitar Taylor អញ្ចឹងបងប្អូនដឹងហើយ guitar Taylor acoustic គឺជា guitar brand មួយដែលមនុស្សគ្រប់គ្នាស្រឡាញ់ចង់បានហើយគឺជា brand guitar មួយដែលកំពូលដែរនៃ brand guitar acoustic Taylor ក៏ស្ថិតក្នុងលំដាប់នៃ brand ដែលកំពូលដែរជា top តែម្ដងណាចឹងថ្ងៃនេះខ្ញុំនឹងឲ្យអ្នកទាំងអស់គ្នាបានឃើញ guitar Taylor មួយដែលមានឈ្មោះបោះសំឡេងយូរហើយរូបរាងដ៏ស្រស់ស្អាតនិងសំឡេងសទន់ហើយគ្រាន់តែឃើញស្រោមរបស់គេនេះអាខេដែលគេឲ្យមកនេះក៏ស្អាតញាក់សាច់ដែរបាត់ហើយចឹងបងប្អូននៅពេលដែលជាវ guitar តាក់ទងជាមួយ Taylor គ្រប់សេរីទៅអស់ពី Hope Music Center យើងនឹងទទួលបានកាតាបរបស់ Taylor មួយដ៏ស្រស់ស្អាតតែម្ដង wow កាតាបរបស់គេមាំល្អនឹងមើលទៅតើឥឡូវមកកាត់ពេលយូរតើ100បើកតែម្ដងអូយអូហេតុអីក៏ដៃនេះសំណាងលេះបានឃើញហ្គីតាបានបើកហ្គីតាដំបងគេរហូតគ្រប់ brand តែម្ដងវ៉ាវបើកចេញមកគឺក្លិនឈើជះចេញមកគឺល្អមែនតើហ្មង model នេះផងដែរគឺជាប្រភេទហ្គីតា Taylor model 114 CE ដែលភ្ជាប់ជាមួយនឹង body របស់វាស្រស់ស្អាតនេះ mahogany solid body អានេះហៅថា solid body គឺមានន័យថាឈើមួយផ្ទាំងតែមួយជាមួយគ្នាតែម្ដង wow ស្រាលហើយមាន pick up ដែលជាប់មួយ preamp ស្រាប់តែម្ដងភាគច្រើនគឺ Taylor គឺ pick up របស់វាគឺមាន preamp នៅក្នុងនោះស្រាប់តែម្ដង wow បងប្អូនទាំងអស់គ្នាមើលខ្ញុំអត់មានអីនិយាយទេសម្រាប់អ្នកដែលជា fan guitar acoustic តាមដាន research ស្វែងយល់ពី acoustic តែងតែឃើញ brand នេះហើយ brand នេះគឺជា brand guitar មួយដែលហៅថាសឹងតែយើងនិយាយថាពិភពលោកគឺគេប្រើប្រាស់ច្រើនមែនទែនតែម្ដងជុំបងប្អូននេះគឺជា guitar Taylor ដែលមាននៅ Hope Music Center ហើយយើងមាន2ស៊េរីផងដែរស៊េរីនេះមួយជាមួយនឹងស៊េរី GS Mini មួយចឹងបើសិនជាបងប្អូនមានតម្រូវការបងប្អូនអាចមករកនៅ Hope Music Center បានយើងមានតម្លៃពិសេសសម្រាប់បងប្អូនទាំងអស់គ្នាហើយយើងមាន warranty សម្រាប់បងប្អូនទាំងអស់គ្នាតាក់ទង guitar នេះសៀនធានាថាជា guitar original របស់ក្រុមហ៊ុន Taylor តែម្ដង wow តោះឥឡូវយើងទៅមើលបន្តទៀតការ unboxing ជាមួយនឹង guitar acoustic Martin ម្ដងបើនិយាយពី brand guitar acoustic Martin នេះគឺជា brand មួយដែលខ្ញុំស្រឡាញ់បំផុតតែម្ដងខ្ញុំស្រឡាញ់ brand guitar Martin មែនតើពីព្រោះឲ្យការផលិតរបស់គេហ្នឹងមានរចនាចេញមកគឺប្លែកខុសពីគេផ្ដោតទៅលើគុណភាពសំឡេងនៅពេលដែលគេធ្វើបាន body គេធ្វើបានផ្ទៃខាងមុខឬ inside backside គេតែងតែមានម៉ាស៊ីន tune របស់គេនៅពេលដែលគេគោះសំឡេងហ្នឹងស្ថិតដល់កម្រិតព្រៃកង់មួយដែលសំឡេងគេធូនគេចង់បានទៅគេយកបើមិនបានទេគេព្យាយាមខាត់ឈើគេព្យាយាមបំរែបំរួលរូបរាងរបស់វាគេធ្វើយ៉ាងម៉េចក៏ដោយគោះរហូតដល់សំឡេងធូនហ្នឹងឲ្យត្រូវជាមួយស្តង់ដារនៃសំឡេងដែលគេចង់បានអញ្ចឹងគ្រប់ស៊េរីអស់ឲ្យតែឧទាហរណ៍ថា X series model នេះកខអញ្ចឹងទៅបើសិនជាបងប្អូនទិញមកមាន100ដើមក៏ដោយក៏សំឡេង model តែមួយហ្នឹងគឺវាដូចគ្នាតែម្ដងគឺអត់មានខុសគ្នាសូម្បីតែបន្តិចតែម្ដងអាចខុសគ្នាតែកញ្ចៅឈើបន្តិចតួចទេតែបើតាក់ទងមួយសំឡេងវិញគ្រប់ទាំងអស់ model វាឲ្យតែ model ក្នុងប្រភព model តែមួយគឺសំឡេងទី1ដែលសារឯការឆ្លងកាត់ការធូនការត្រួតពិនិត្យយ៉ាងច្បាស់លាស់តែម្ដងតាក់ទងជាមួយនឹង guitar Martin នេះអញ្ចឹងនៅពេលដែលបងប្អូនស្រឡាញ់ model Martin ណាមួយក៏ដោយបងប្អូនស្រឡាញ់សំឡេងរបស់វាបងប្អូនទិញ Martin series model ដែលបងប្អូនស្រឡាញ់នោះបងប្អូននឹងទទួលបានសំឡេងដូចគ្នាតែម្ដងបាទឥឡូវមកខាត់ពេលយូរតោះឥឡូវអូបើកមកគឺយើងមានស្រោវាមួយនិយាយទៅ Martin គ្រប់ series អស់គឺស្រោវាបែបហ្នឹងតែម្ដងរូបរាងអញ្ចឹងគុណភាពអញ្ចឹង style គេអញ្ចឹងយើងអាចបដូរ speed មួយចំហៀងនេះបដូរមកខាងនេះដាក់មកខាងនេះ speed ខាងឆ្វេងខាងស្ដាំស្អីទៅចិត្តយើងបានអស់ចុះអូខេកុំឲ្យខាតពេលយូរ guitar Martin brand នៅក្នុងបេះដូងរបស់ខ្ញុំ wow អូធំក្លិនឈើធម្មជាតិរបស់គេតែម្ដងអានេះប្រភេទអូកូកូប្រភេទនេះគឺជាប្រភេទ Anniversary 35ឆ្នាំរបស់ក្រុមហ៊ុន Martin តែម្ដងបងប្អូនមើលកាយ៉ាឈើពីខាងក្រោយនេះមកហៅគេនេះខាងលើនេះគឺប្រភេទឈើប្រណិតឈើដែលមានអាយុកាលយូរឆ្នាំនៅពេលដែលអាយុវាយូរនៅពេលយើងលើកឡើងលើកចោះយើងប្រវិតជះជាមួយពន្លឺវាធ្វើឲ្យវាថាដូចគុជមួយកំពុងតែរត់ចុះរត់ឡើងអញ្ចឹងអ្វីដែលគួរឲ្យចាប់អារម្មណ៍ហ្នឹងគឺកាយ៉ាឈើកណ្ដាលនេះថាប្រភេទកូកូឯងប្រភេទឈើកូកូហ្នឹងឯង
ហើយវាមាន tuner mini មួយខាងក្នុងនេះសម្រាប់យើង tune យើងសេរីគឺលាក់បាំងចិត្តតែម្ដងទាំង pick up ទាំងអីគឺយើងមិនឃើញតែម្ដងមូលហេតុដែលគេមិនចោះធុងគេមិនបំរែបំរួលសាច់ឈើគេរបស់គេហ្នឹងគឺដោយសារតែគេចង់រក្សា unique សំឡេង model ហ្នឹង series ហ្នឹងគឺគ្រប់ដើមទាំងអស់ឲ្យតែ series ហ្នឹង model ហ្នឹងគឺរក្សាសំឡេងនិងគុណភាពសំឡេងរបស់វាធន់វានៅដដែលអញ្ចឹងបានគេអត់ចោះស្អាតមែនតើបងប្អូនទាំងអស់គ្នាម្ដងនេះហើយតាក់ទងជាមួយ tuning peg នេះផងដែរគឺជាប្រភេទ tuning peg មួយដែលធន់ជាមួយនឹងញើសដៃធន់ជាមួយការពារច្រេះគឺមិនងាយច្រេះទៅណាហើយឬក៏ប្រឡាក់ស្នឹមអីគឺមិនងាយតែម្ដងប្រភេទពួក tuning peg នេះយកទៅមើលរកកន្លែងទាត់ឃើញសំបីតែtop body top ខាងមុខនេះក៏ឈើវាក្រាស់ខ្មុកតែម្ដងហើយកាយឈើរបស់គេស្អាតណាស់វាអត់ប្រើ body line ទេគឺវាប្រើឈើមួយបិទចូលគ្នាតែហ្មងវ៉ាវអូខេអរគុណបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាមើលវីដេអូក្នុងការ unboxing acoustic របស់យើងខ្ញុំនេះអញ្ចឹងបងប្អូនទាំងអស់គ្នាអាចមករកនៅ Home Music Center បានតាក់ទងជាមួយ guitar acoustic brand កំពូទាំងពីរក៏ដូចជា Tyler ជាមួយនឹង Martin នៅ Home Music Center ដែរអរគុណបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀត